បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងមករៀនពីការប្រើប្រាស់នៅសំឡេង TTS និយាយភាសាខ្មែរជាមួយនឹង Google AI Studio បាទអញ្ចឹងដើម្បីធ្វើគឺអ្នកគ្នាបើក browser មកអ្នកគ្នាវាយពាក្យថា Google AI Studio បាទបន្តមកទៀតអ្នកគ្នាធ្វើការចុចនៅកន្លែង Google AI Studio មកបាទរួចអ្នកគ្នាធ្វើការคลิกលើប៊ូតុងពីរនេះយើងចុចពាក្យថា Continue បាទបន្តមកទៀតអ្នកគ្នាចុចនៅកន្លែង Gemini 3 plus preview ចុច audio រួចហើយចុច Gemini 3.1 plus TTS បាទបន្តមកទៀតគឺមកដល់កន្លែងនេះគឺអ្នកគ្នាត្រូវចុចនៅកន្លែងពាក្យថានេះ The Everyday Assistant អញ្ចឹងនៅកន្លែងនេះគឺអ្នកគ្នាអាចធ្វើការបញ្ជាឲ្យវាធ្វើការនិយាយសំឡេង TTS ហើយបាទអញ្ចឹងឥឡូវខ្ញុំចូលទៅកាន់ Google Gemini Pro បាទដើម្បីធ្វើការ generate ជាសាច់រឿងមួយបាទអញ្ចឹងអ្នកគ្នាចូលមកកាន់ Google Gemini Pro មកអ្នកគ្នាត្រូវមាន account Pro បាទអញ្ចឹងអ្នកគ្នាសេជាអក្សរខ្មែរមកបាទអញ្ចឹងសូមសរសេរជាសាច់រឿងនិយាយពីភូមិមួយឬក៏ផ្ទះមួយនៅកណ្ដាលព្រៃអីចឹងបាទនិយាយទៅយើងចង់សរសេរអីយើងសេមកបាទដើម្បីរៀបរាប់ឲ្យវាបង្កើតចេញជាសាច់រឿងឲ្យយើងបាទបន្តមកទៀតឥឡូវខ្ញុំគ្រាន់តែជាឧទាហរណ៍ទេខ្ញុំឲ្យវាធ្វើការសង្ខេបចេញជាអត្ថបទតែមួយដើម្បីយើងងាយស្រួលក្នុងការឧទាហរណ៍បាទបន្តមកទៀតអ្នកគ្នាធ្វើការ copy នៅអត្ថបទនេះមកបាទរួចយើងចូលទៅកាន់ Google AI Studio សាថ្មីមកអញ្ចឹងនៅកន្លែងនេះអ្នកគ្នាធ្វើការផ្លាស់ប្ដូរអត្ថបទមកបាទបន្តមកទៀតអ្នកគ្នាមើលមកខាងស្ដាំដៃកន្លែងនេះជាកន្លែង voice ដែលគេឲ្យ What do you want to explore? What do you want to Ready to make something? បាទបន្តមកអ្នកគ្នាអាចចុចនៅកន្លែងនេះដើម្បីជ្រើសរើសប្រភេទវាបានឥឡូវខ្ញុំជ្រើសរើសប្រភេទណាមួយមក What's a skill you'd like to develop? អូខេឥឡូវខ្ញុំជ្រើសរើសយកសំឡេងនេះមួយអញ្ចឹងដើម្បីដំណើរការយើងចុចពាក្យថា run នេះមកដើម្បី generate ចេញជាសំឡេងមានពាក្យចចាមអារាមដ៏គួរឲ្យខ្លាចមួយនិយាយពីផ្ទះឈើចាស់បោះបង់ចោលកណ្ដាលព្រៃជ្រៅដែលតែងតែលួងបន្លាចអ្នកភូមិយប់មួយយុវជន3នាក់ឈ្មោះតារាសុភានិងវិសាលបានចូលទៅសាកល្បងភាពក្លាហាននៅទីនោះប៉ុន្តែរឿងដ៏រន្ធត់បានកើតឡើងនៅពេលដែលពួកគេចូលទៅដល់ខាងក្នុងទ្វារផ្ទះបានបិទក្រាំងដោយខ្លួនឯងព្រមទាំងលេចចេញនូវវិញ្ញាណខ្មោចស្រីសក់វែងភ្នែកក្រហមដ៏គួរឲ្យព្រឺសម្បុរវាចុះពីពិដានមកចាប់អូសទាញវិសាលចូលទៅក្នុងបន្ទប់ងងឹតបាត់ស្រមោលដោយក្តីតក់ស្លុតរន្ធត់តារានិងសុភីបានវាយបំបីបង្អួចរត់គេចខ្លួនយកប្រវ័ញ្ចជីវិតរហូតដល់ភូមិវិញប៉ុន្តែពួកគេទាំងពីរបានក្លាយជាមនុស្សវិកលចរិតចំណែកឯវិសាលវិញគឺត្រូវបាទអញ្ចឹងសំឡេង TTS នេះវានិយាយបានល្អដែរបាទអញ្ចឹងអ្នកគ្នាចង់ធ្វើការ download អ្នកគ្នាចុចកន្លែងនេះបាទ